ចឹងមកដល់ពេលនេះនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាប់គឺមានពីររូបដែលទី1ខ្ញុំកំពុងឈរនៅទីនេះទី2សម្ដេចហេតុបិទនឹងថ្ងៃនេះយើងនឹងមាននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ចំនួន2រូបទៀតគឺសម្ដេចវិជ័យសេនាធាបាញ់និងសម្ដេចម៉ែនសំអល់ខ្ញុំពិតជាមានមោទនភាពរីករាយដោយអិសរាជជនទាំងពីរទទួលបានពីព្រះមហាក្សត្រនៅការប្រទានរាជទាននៅតរន្តរសានេះដែលជាការឆ្លើយតបជាមួយគុណបំណាច់ដែលបានធ្វើកិច្ចការបម្រើជាតិបើនិយាយអំពីរាជានិយមមកដល់ពេលនេះសម្ដេចទាំងពីរក៏ជាអ្នករួមចំណែកទៅលើបញ្ហាការបង្កើតរាជានិយមឡើងវិញទាំងដំណាក់កាលនៃការចាប់ផ្ដើមការចរចាទាំងការធ្វើរដ្ឋធម្មនុញ្ញទាំងការការពារព្រះមហាក្សត្ររហូតដល់ពេលនេះបាវចនាជាតិសាសនាព្រះមហាក្សត្រត្រូវបានធ្វើទាំងអស់ត្រូវបានធ្វើដូច្នេះវាស័ក្តិសមហើយខ្ញុំសូមថ្លែងនៅការកោតសរសើរអរគុណចំពោះអិសរាជជនទាំងពីរដែលបានជួយខ្ញុំរួមដំណើរជាមួយខ្ញុំរួមដំណើរជាមួយអិសរាជជនដទៃទៀតរបស់គណៈបព្វជិជនក៏ដូចជារាជរដ្ឋាភិបាលក្នុងរយៈពេលដ៏យូរការនៅជាមួយគ្នាអ្នកណានៅលើពិភពលោកតើមានបកប្រមាណដែលមានលទ្ធភាពធ្វើបានប៉ុនគណៈបព្វជិជន5ក្រុមរួមរស់មកបង្កើតបានតែជាមួយក្រុមហើយនៅជាមួយគ្នា48ឆ្នាំតើមានបកណានៅលើពិភពលោកហើយមានបកណានៅកម្ពុជា